ចាជំរាបសួរបងប្អូនទាំងអស់គ្នាម្សិលមិញគឺខ្ញុំឃើញបងប្រុសប៊ូផាក់ត្រាគាត់បានថតចាផ្កាឃ្លូតណាហើយគាត់ផុសនៅក្នុងเพจរបស់គាត់ចឹងទៅចាហើយក៏មានបងប្អូនជាច្រើនគាត់បានចូល comment ហើយអ្នកខ្លះគាត់ share ច្រើនចាបងប្អូនទាំងអស់គ្នាក្នុងនោះក៏មាន comment ខ្ញុំដែរខ្ញុំបាន comment ផ្លែឃ្លូតនឹងនៅក្នុងវីដេអូរបស់គាត់ណាព្រោះដោយសារតែរដូវនេះគឺឃ្លូតចាប់ផ្ដើមចេញផ្កាប៉ុន្តែវាផ្លែទៅចាស់ទៅហើយនឹងទុំបដើហ្នឹងគឺចាប់ពីដើមខែកក្កដាបងប្អូនទាំងអស់គ្នាចាខែ7ទៅឃ្លូតចាប់ផ្ដើមចាស់ហើយមានផ្លែទុំដែលយើងអាចយកវាយកមកស្ងោរហើយយកគ្រាប់ហូបបានតាមពិតទៅខ្ញុំធ្លាប់បានផុសវីដេអូឬក៏រូបថតតាក់ទងមួយផ្លែឃ្លូតនឹងច្រើនដែរបងប្អូនតាំងពីឆ្នាំ2023ណាឆ្នាំទៅបងប្អូននិយាយទៅដោយសារតែឆ្នាំទៅខ្ញុំចូលព្រៃទៅក៏បានឃើញចាដើមឃ្លូតផ្លែល្អមែនតើបងប្អូនហើយក៏បានបេះហ្នឹងក៏បេះតិចតួចទេដោយសារតែដុំវាធំហើយផ្លែច្រើនហើយយើងមិនអាចយកមកធ្វើអីច្រើនទេបេះល្មមតែមកហូបបងប្អូនទាំងអស់គ្នាដោយសារតែយើងធ្លាប់ធ្វើផ្លែឃ្លូតនឹងហូបយកគ្រាប់ហូបតាមប៉ុន្តែតូចជីដូនជីតានាំទៅព្រៃនាំអីគាត់ទៅព្រៃទៅអីគាត់មកវិញគាត់បេះផ្ញើអញ្ចឹងណានេះគឺផ្លែរបស់វានឹងឯងចាហើយមិនមែនទៅសម្រាប់ខ្ញុំឆ្នាំ2023គឺលើកទី1ហើយដែលបានទៅបេះខ្លួនឯងហើយយកមកធ្វើខ្លួនឯងអីចឹងណាបងប្អូនចានេះគឺដំបូងហ្នឹងគឺយើងត្រូវដាក់ផ្លែឃ្លូតដែលទុំឬក៏ចាស់ហ្នឹងស្ងោរប៉ុន្តែនៅពេលដែលយើងមុននឹងស្ងោរនោះគឺត្រូវលាងទឹកវាម្សៅសិនណាបងប្អូនទាំងអស់គ្នាចានិយាយទៅផ្លែឃ្លូតគឺលមាស់គឺវាមិនមែនលមាស់ដូចខ្ញែដូចអីទេវាលមាស់អាខាងក្របខាងក្នុងវាបងប្អូនតែបើយើងកាន់ផ្លែវាអញ្ចឹងអីគឺវាអត់លមាស់ទេអានេះគឺវាចាប់ផ្ដើមនៅពេលដែលយើងស្ងោរទៅទឹកវាពុះហើយចាទឹកពុះទៅសាច់វានឹងឆ្អិនអាសាច់ជាប់សបកហ្នឹងណាចាឆ្អិនអញ្ចឹងយើងត្រូវញីសាច់នឹងចេញណាបងប្អូនអាសាច់ដែលវាឆ្អិនហ្នឹងណាញីចេញទៅបានយើងឃើញក្របហើយយើងមិនមែនហូបសាច់នឹងទេប៉ុន្តែសាច់នឹងសួរថាពុលទេចាខ្ញុំគិតថាវាមិនពុលទេតែខ្ញុំមិនដឹងច្បាស់ទេដោយសារតែមែនតើនៅក្នុងព្រៃសត្វវាស៊ីចាសត្វវាស៊ីទៅវាជ្រុះក្របវាអត់ស៊ីក្របទេវាស៊ីតែសាច់ទេហើយវាសល់ក្របទៅយើងក៏ទៅរឹសក្របឬអីយកមកធ្វើមកតែវាថារឹសអញ្ចឹងវាយូរបើយើងបេះអញ្ចឹងមកយកមកស្ងោរឲ្យធ្វើខ្លួនឯងវាលឿនជាងចាវាឆាប់បានហូបជាងបងប្អូនហ្នឹងហើយបើចាំដល់រឹសកដែលសัตว์នោះនៅថ្ងៃណាទេចាបន្ទាប់ពីយើងស្ងោរវាឆ្អិនហើយយើងក៏យកវាមកចាក់ចានឹងកញ្ច្រែងអីអញ្ចឹងមកមិនបាច់រកកញ្ច្រែងថ្មីអីទេបងប្អូនដោយសារតែយើងត្រូវញីវាក្របវានៅក្នុងទេហើយនៅក្រប2ជាន់ទៅក្នុងទៀតចាអញ្ចឹងមិនមែនចង់ហូបឃ្លូតមិនមែនជារឿងងាយស្រួលទេចានេះគឺយើងញីមកបងប្អូនឃើញហើយសាច់វានឹងចាប់ផ្ដើមចារបេះចេញហើយវានៅសល់តែក្របប៉ុន្តែក្របនឹងហូបបាននៅចានៅឡើយទេព្រោះមានអានឹងវាជាសបកក្របទេចាវាក្របវានៅអាក្របសាច់ក្របក្នុងទៀតហ្នឹងហើយបន្ទាប់ពីយើងញីវាឲ្យសប់ចឹងមកហើយមិនបាច់ខ្លាចបែកទេអត់បែកទេបងប្អូនចារឹងណាស់ចាហ្នឹងហើយបន្ទាប់ពីយើងញីវាជ្រុះរបេះសាច់វាអស់ហើយយើងក៏ចាប់ផ្ដើមលាងទឹកលាងសម្អាតវាចឹងណាចាហ្នឹងហើយនេះដូចបងប្អូនឃើញនេះគឺក្របវាប៉ុន្តែសួរថាហូបបាននៅចានៅឡើយទេបងប្អូនហូបមិនទាន់បានទេចាយើងត្រូវយកវាទៅលីងមកតង់ទៀតសិនហើយអាលមាស់ហ្នឹងគឺអាក្របមិញហ្នឹងឯងបងប្អូនក្របដែលយើងចាប់ផ្ដើមនេះមិញណាលាងសបកវាចេញមិញហ្នឹងណាក្របហ្នឹងវាមានអាសរសៃទូចស្ញែដែលវាចាក់ចូលសាច់យើងលមាស់បើសិនជាយើងធ្វើវាមិនបានល្អណាតែវាលមាស់ហ្នឹងវាអត់មានតែលមាស់ស្អីដូចខ្ញែទេបងប្អូនគាត់ចាក់អញ្ចឹងណាវាស្រួចចានេះយើងត្រូវលីងវាលីងរហូតដល់ស្ងួតដល់ឆ្អិនសាច់ព្រោះយើងស្ងោរហ្នឹងតែពិតសាច់វាចង់ឆ្អិនហើយតែយើងត្រូវលីងវាដើម្បីឲ្យវាឈ្ងុយចានិយាយទៅគឺឈ្ងុយខ្លាំងណាស់បងប្អូនហើយល្មួតឆ្ងាញ់នេះសម្រាប់បងប្អូនខ្លះដែលគាត់អត់ធ្លាប់ស្គាល់អត់ធ្លាប់ដឹងអត់ធ្លាប់ឮពីមុនមកហើយអ្នកខ្លះគាត់ដែលភ្លក់ដែរនេះយើងលីងឆ្អិនហើយបងប្អូនទាំងអស់គ្នាចាលីងឆ្អិនគឺវាប្រេះបែបនេះណាបងប្អូនហើយយើងអាចយកវាទៅបុកក៏បានដែរបើមានត្បាល់បុកណាបុកដើម្បីបានក្របនេះអាក្របនៅខាងក្នុងនេះបងប្អូនទើបយើងហូបបានក្របហ្នឹងណានិយាយពីថារសជាតិឆ្ងាញ់ក្លិនវាគឺឈ្ងុយជាប់មាត់បងប្អូនតែវាមានល្វីងចុងមាត់តិចដូចយើងញ៉ាំក្របឈូកចឹងឯងប៉ុន្តែវាអត់មានបដូលដូចក្របឈូកឯណាបងប្អូនទាំងអស់គ្នានេះគឺខ្ញុំបុកឲ្យអង្គុយបកចាទ្រាំបានហូបហ្នឹងវាមិនមែនរឿងស្រួលទេវេទនាដែរចាតែរសជាតិគឺជាប់ចិត្តចងចាំមួយជីវិតហ្មង